សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមាននឹងបន្តសាច់រឿងរបស់យើងទៀតនេះគឺរឿងមហាសីខ្ញុំជាមនុស្សប្រុសវាមានសំបើកវងកញ្ចក់បន្តិចវាមាននឹងគឺចង់ជេរពុកម្ចាស់អាយ៉ាលាយស៊ីមហ្នឹងហ្មងនិយាយមែនចង់ឲ្យតែវារលារលឹងរលួចអស់ទេបើអញមានវីតាមីនមែនអញចង់ជប់ឲ្យប្រទេសវាលាយហិនហោចហ្មងហើយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើโลกនេះឲ្យជួយការពារបងតាហ៊ានឬពូតាហ៊ានដែលនៅព្រំដែនទាំងអស់គ្នាខ្ញុំមានតែពាក្យជូនពរពីចម្ងាយតែប៉ុណ្ណោះព្រោះដោយសារតែខ្ញុំនៅឆ្ងាយដែរហ្នឹងណាមិនបានតែត្រឹមជួយផ្ដល់ជាជំនួយពីចម្ងាយហើយសូមឲ្យបងឬអ៊ំពូមីងតាយាយភៀសខ្លួនទាំងអស់គ្នាទទួលបាននៅការហូបចុកទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតបន្ទាប់ពីកូនស្រីរបស់យើងគាត់បានងូតទឹកក្តៅរួចហើយគាត់បានដើរចេញមកទាំងញ័រជើងអ្នកទាំងអស់គ្នាព្រោះការប្រយុទ្ធមិញដឹងធ្វើស្អីខ្លះទេអ្នកទាំងអស់គ្នាអើយយើងកាត់ខ្លះហើយអ្នកគ្នាហើយកូនស្រីរបស់យើងមានជាការទរណទ្រាយខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយកូនស្រីរបស់យើងហ្នឹងក៏បានគិតក្នុងចិត្តថាលើក្រោយខ្ញុំមិនទុកឲ្យគាត់ធ្វើបាបនេះបានទេហើយពេលហ្នឹងអ្នកបម្រើរបស់គាត់ហ្នឹងក៏បានយកប្រេងលាបសមឲ្យគាត់ហ្នឹងអ្នកទាំងអស់គ្នាហើយអ្នកបម្រើរបស់គាត់ក៏បានសួរទៅកាន់គាត់ថាត្រូវការឲ្យខ្ញុំនឹងជួយលាបឲ្យអត់ហើយកូនស្រីរបស់យើងគាត់រៀងឆ្ងល់ណាហើយកូនស្រីរបស់យើងនឹងគាត់ក៏បានតបទៅកាន់អ្នកបម្រើគាត់វិញថាមិនអីទេខ្ញុំអាចដោះស្រាយវាដោយខ្លួនឯងបានខ្ញុំមិនចង់រំខានអ្នកទេហើយអ្នកបម្រើរបស់គាត់នឹងក៏បាននិយាយថាមិនអីទេតើអ្នកចង់ជូតប្រេងក្រអូបឬឲ្យខ្ញុំធ្វើជាមុនសិនអាត្រេកគាត់ចង់ញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយអ្នកហើយអ្នកបម្រើរបស់គាត់ក៏បាននិយាយតទៀតថាហើយចិត្តដល់ពេលថ្ងៃត្រង់ហើយបើអត្រេកគាត់មកឃើញថាអ្នកគឺជានៅជាភាពបែបនេះនោះហើយកូនស្រីរបស់យើងនឹងគាត់ក៏បានគិតក្នុងចិត្តថាគាត់ចង់មកបន្ទប់ខ្ញុំតើគាត់មិនដឹងថាខ្ញុំជាហើយកូនស្រីរបស់យើងនឹងគាត់ក៏បាននិយាយថាមិនអីទេខ្ញុំនឹងធ្វើវាដោយខ្លួនឯងហើយកូនស្រីរបស់យើងនឹងគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំនឹងដោះស្រាយវាជាមួយអ្វីក៏ដោយនៅពេលដែលវាមកដល់ខ្ញុំនឹងមើលនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានហើយអ្នកបម្រើរបស់គាត់ហ្នឹងក៏បានសិក្សាឲ្យគាត់នឹងគ្នាហើយសាច់រឿងរបស់យើងក៏បានកាត់មកអត្តរេករបស់យើងវិញគឺគាត់កំពុងតែហើយក៏បានលើសំឡេងមនុស្សម្នាក់គាត់បាននិយាយថាតើអ្នកបានស្នំខ្ញុំទេការឈឺគឺចាប់របស់អ្នកបានកើនឡើងម្ដងទៀតហើយអ្នកនិយាយហ្នឹងគឺគាត់ត្រូវជាគ្រូពេទ្យទាំងអស់គ្នាដោយសារតែសាច់រឿងគេបានបង្ហាញទេហើយអត្តរេករបស់យើងហ្នឹងក៏បាននិយាយថាឈីសេនអ្នកនៅទីនេះហើយអភ័យឈីសេនហ្នឹងក៏បាននិយាយថាបាទខ្ញុំបានបញ្ជាថ្នាំដែលខ្ញុំបាននាំចូលមកជូនអ្នកកាលពីលើកមុនទេហើយអត្តរេករបស់យើងហ្នឹងក៏បាននិយាយថាខ្ញុំហៅអ្នកមកទីនេះព្រោះខ្ញុំចង់ឲ្យអ្នកមកទីនេះព្រោះខ្ញុំចង់ឲ្យអ្នកមើលតើនរណាម្នាក់ឲ្យមើលនរណាម្នាក់ sorry អ្នកនរគ្នាហើយអភ័យឈីសេនហ្នឹងក៏បាននិយាយថាវាថាបែបរៀងឆ្ងល់អ្នកនរគ្នាព្រោះអីអ្នកទាំងអស់គ្នាដឹងហើយថាអត្រេករបស់យើងហ្នឹងគាត់សូវចូលចិត្តបែបរឿងហ្នឹងគាត់តែរឿងរាជកិច្ចណាគ្នាអញ្ចឹងទៅម្នាក់រៀងគេឆ្ងល់ពេលគាត់មកហៅឲ្យគេជួយទៅមើលនរណាម្នាក់អញ្ចឹងរៀងឆ្ងល់ចឹងហើយអ្នកគ្នាហើយពេលហ្នឹងអត្រេករបស់យើងហ្នឹងគាត់ក៏បាននិយាយថាគឺព្រះនាងទី9នៃនគរចែមហ្នឹងហើយមានអ្នកដឹងថាពីហ្នឹងគាត់និយាយអីគេទៀតទេហើយឥឡូវយើងកាត់មកដំណាក់កូនស្រីរបស់យើងអ្នកទាំងអស់គ្នាហើយអ្នកបម្រើរបស់គាត់ក៏បាននិយាយថារួចរាល់ហើយអ្នកនរគ្នាពេលកូនស្រីរបស់យើងក៏រៀបចំហើយអ្នកនរគ្នាអើយស្អាតខ្លាំងណាស់និយាយមែនអ្នកទាំងអស់គ្នាអើយមើលនេះមើលសម្រស់កូនគេផងនេះចង់ណាចេញមកឡើងខ្ជွងមានជាការកវីខ្លួនឯងមកទៀតហើយដល់ពេលហ្នឹងអ្នកបម្រើរបស់គាត់ហ្នឹងក៏បាននិយាយថាអ្វីដែលជាភាពស្រស់ស្អាតរបស់អ្នកហើយនាងបម្រើរបស់គាត់នឹងក៏បានគិតក្នុងចិត្តថាគ្មានឆ្ងល់ទេដែលព្រះនាងជ្រើសរើសគាត់ឲ្យខ្លែងបន្លំធ្វើជាទ្រង់ហើយកូនស្រីរបស់យើងនឹងគាត់ក៏បាននិយាយថាអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់នាងស៊ីណុងហើយពេលនោះក៏បានលើសំឡេងថាព្រះរាជាបានមកដល់ហើយកូនស្រីរបស់យើងនឹងគាត់ក៏បានគិតក្នុងចិត្តថាឆាប់នេះមិនទាន់ដល់ថ្ងៃត្រង់នៅឡើយទេហ
ហើយពេលហ្នឹងអ្នកទាំងអស់គ្នាកូនស្រីរបស់យើងហ្នឹងគាត់ក៏បានទៅនិយាយថាថ្វាយបង្គំថាយើងគោរពស្ដេចអ្នកទាំងអស់គ្នាហើយដល់ពេលហ្នឹងហើយអ្នកទាំងអស់គ្នាមើលទៅមុខបងស្រីរបស់យើងអ្នកទាំងអស់គ្នាភ័យឡើងញ័រដៃញ័រជើងហើយអ្នកទាំងអស់គ្នាមើលហើយពេលហ្នឹងអាត្រេករបស់យើងហ្នឹងក៏បាននិយាយថានៅស្រុកស្រួលណាស់ណហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បានឡើងឈរហើយក៏បាននិយាយពីអរគុណទៅកាន់អត្រេករបស់យើងអ្នកទាំងអស់គ្នាហើយបើនៅក្នុងចិត្តវិញអ្នកគ្នាដឹងថាគាត់និយាយគាត់ថាវាឈឺណាស់ហើយពេលហ្នឹងអាប៉ែឈីសេអ្នកទាំងអស់គ្នាក៏បានគិតក្នុងចិត្តថាគ្មានឆ្ងល់ទេដែលយ៉ាងហ៊ីបាននាំខ្ញុំមកទីនេះគាត់ត្រូវតែធ្វើអ្វីមួយយ៉ាងកាលពីយប់មិញនេះហើយនៅក្នុងចិត្តរបស់អាប៉ែឈីឆេអ្នកទាំងអស់គ្នាគាត់គិតចឹងណាហើយពេលហ្នឹងអត្រេករបស់យើងហ្នឹងក៏បាននិយាយទៅកាន់អ្នកមហាបកកូនស្រីរបស់យើងហ្នឹងថាទៅសួរផ្ទះបាយមើលថាអាហារថ្ងៃឲ្យរៀបចំអាហារថ្ងៃត្រង់អ្នកទាំងអស់គ្នាហើយអត្រេករបស់យើងហ្នឹងក៏បានគិតក្នុងចិត្តថាកូនស្រីរបស់យើងហ្នឹងឆ្លាតប៉ុណ្ណាហើយអត្រេករបស់យើងហ្នឹងក៏បានគិតបន្តទៀតថាយើងទាំងពីរនេះនឹងស្លាប់នៅក្នុងនគរមីងទាំងអស់គ្នាហើយអ្នកម្ដាយរបស់គាត់ក៏បានដើរចេញទៅកាន់តផាបយថាតផាបផ្ទះបាយឲ្យគេរៀបចំអាហារថ្ងៃត្រង់ឲ្យព្រះអង្គអ្នកនរគ្នាហើយដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បាននិយាយអរគុណទៅកាន់អត្រេករបស់យើងអ្នកនរគ្នាហើយក៏បានគិតក្នុងចិត្តថាហើយកូនស្រីរបស់យើងហ្នឹងក៏បានគិតក្នុងចិត្តថាមិនថាជាអ្វីដែលនាំគាត់មកទីនេះទេប្រហែលជាខ្ញុំត្រូវតែរកវិធីដើម្បីទទួលការពេញចិត្តពីគាត់ហើយមានជីវិតហើយចង់និយាយថាអ្នកទាំងអស់គ្នាមកប្រពៃអត្រេករបស់យើងនឹងគាត់ចាប់ទាញកូនស្រីរបស់យើងដូចទៅជាថាចាប់ចឹងណាអ្នកទាំងអស់គ្នាកូនស្រីរបស់យើងឆាប់ចាប់ហើយអត្រេករបស់យើងនឹងក៏បាននិយាយថាអ្នកលាវាបានល្អណាស់ប៉ុន្តែខ្ញុំស្ទើរតែគិតថាក្នុងរបស់អ្នកមិនឈឺតតែសោះហើយពេលអ្នកទាំងអស់គ្នាកូនស្រីរបស់យើងគាត់កំពុងតែភ័យអ្នកទាំងអស់គ្នាហើយក៏បានក្នុងចិត្តថាតើគាត់កំពុងព្យាយាមធ្វើអ្វីមានមនុស្សច្រើនណាស់នៅទីនេះតើក៏នៅក្នុងបន្ទប់នេះគាត់កំពុងព្យាយាមធ្វើឲ្យអាម៉ាស់មុខខ្ញុំនៅចំពោះមុខអ្នកផ្សេងចឹងផងហើយពេលហ្នឹងអ្នកនរគ្នាអត្រេករបស់យើងក៏បានចាប់បីកូនស្រីរបស់យើងណាអ្នកនរគ្នាព្រមទាំងយកកូនស្រីរបស់យើងហ្នឹងក៏ទៅដាក់នៅលើក្រែអ្នកនរគ្នាហើយស្រីរបស់យើងក៏បានចាប់ប៉ុណ្ណឹងសិនអ្នកនរគ្នាទាំងថាគេធ្វើអីអ្នកនរគ្នាចាំមកភាពបន្តទៀតអ្នកនរគ្នាអ្នកទាំងអស់គ្នាឲ្យមើលមានឡើងឆ្អកកយ sorry ដែលនិយាយតិចតិចសារតែឆ្អកកយអ្នកទាំងអស់គ្នាអើយហើយadmin ក៏សុំទោសអាពេលដែល admin និយាយកាត់បងដំបូងណាបើ admin និយាយទៅខកអីរួមឱកាសនៃ admin អីដោយសារតែ admin ក្តៅខ្លាំងពេកអ្នកទាំងអស់គ្នាអើយបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ